Ok, số đây bóng bong này, ngày này mình nó mà dân mà crop âm chi hộp pizza mà để load lại code error chẳng là dừng bạc tay một bốn thay vì error kì sắp ca error lấy những sắp ca error lại code hàm bao zone anh ấy cứ bánh hà vì miền tràng cái này vì mình có thả cái này để nhau tự đồ này chẳng anh ấy vừa bánh hà bạ chứ nâng có viên load lấy code này ok lấy này về loadแบบนี้บ่ចឹងស្ដាប់សលេងរបស់វាមានខុសៗគ្នាអាលន់បញ្ហាលន់ហ្នឹងមាន2ទៀតមួយលន់បាក់មួយលន់បាក់ហើយមួយទៀតលន់សឹកហ្នឹងហើយចឹងសលេងវាខុសគ្នាតែបញ្ហាវាអាចលោតលេខកូដដូចគ្នាបាទចឹងឥឡូវយើងចាប់ផ្ដើមដោះធ្វើបាទអានេះខ្ញុំដាក់រឿងញោមតិចដែរបាទព្រោះបើយើងដាក់ធម្មតាគឺយូរបាទចឹងសម្រាប់ការដោះខ្ញុំប្រកាសជាជឿថាបងប្អូនអាចដោះបានខ្លះហើយកន្លែងខ្លះខ្ញុំអាចដាក់យឺតកន្លែងខ្លះខ្ញុំដាក់លឿនដូចមូលខ្ចៅមូលអីគឺយើងដាក់លឿនចឹងសម្រាប់បងដែលគាត់តាមអត់ទាន់សូមអធិស្ឋានផងបងហ្នឹងឯងអានេះយើងធ្វើកាត់ដែរវាតែក៏វាពេញលេញក្នុងការដោះដែរតែគាត់ថាកន្លែងខ្លះយើងច្រឡំវាចោលនឹងបញ្ហាវាគឺបាក់អូខេឥឡូវយើងទៅដោះមើលទាំងអស់គ្នាទៀតដោះតាមដំណាក់កាលឥឡូវយើងដោះខ្ចៅវា6គ្រាប់អាខ្ចៅជាប់ជាមួយតួអញ្ចឹងយើងដោះវាចេញអស់អាខ្ចៅដែលជាប់ជាមួយតួខ្ចៅវាទាំងអស់មាន7គ្រាប់បើម៉ាស៊ីនគេអត់ទាន់ដោះបើម៉ាស៊ីនគេដោះហើយអាចគេចាប់ខ្លះអត់ខ្លះដើម្បីងាយស្រួលអញ្ចឹងអានេះម៉ាស៊ីនគេធ្លាប់ដោះហើយអញ្ចឹងខ្ចៅវាមានតែ4មានតែ5គ្រាប់ទេអញ្ចឹង2គ្រាប់ទៀតគេអត់ចាប់ទេបាទអូខេឥឡូវយើងដោះខ្ចៅតួតពីយើងដោះខ្ចៅហើយយើងលើកតួ8តួចេញពីបានវាមកហ្នឹងគឺយើងលើកវាបែបនេះបាទបន្ទាប់ពីយើងលើកតួហើយយើងត្រូវដោះបតចេញដើម្បីដោះរោបញ្ហាដោះបតចេញមកចឹងខ្សែយើងព្យាយាមមើលវាដកមួយទៅហ្នឹងដកថ្នមមួយកុំឲ្យវាលំបើកវីដេអូនេះអាចស្មុគស្មាញបន្តិចដោយសារខ្ញុំដាក់ scroll វារឿងលឿនបាទហ្នឹងចឹងអាចថាបងខ្លះគាត់មើលអត់យល់ហ្នឹងហើយឥឡូវយើងដោះបតចេញហើយហ្នឹងហើយយើងបន្តទៅដោះខ្សែ head ចេញហើយដោះប្រទេសបតនឹងចេញមួយទៀតមកនៅសម្រាប់ការនិយាយទៅវាខុសបញ្ហាក៏អីគេសូមបងប្អូនអធិស្ឋានផងបាទហ្នឹងដោយសារឧបករណ៍ខ្លះឬក៏កន្លែងគ្រឿងបន្លាស់ខ្លះគឺហៅខុសគ្នាជាងផ្សេងហៅផ្សេងទៅហើយជាងខាងខ្ញុំក៏ហៅផ្សេងទៅហ្នឹងហើយជាងបងផ្សេងទៀតក៏ហៅផ្សេងទៅអញ្ចឹងវាអាចថាកន្លែងខ្លះគឺវាខុសគ្នាបាទហ្នឹងអញ្ចឹងឥឡូវយើងដោះខ្សែចេញសិនហ្នឹងយើងបន្តទៅដោះក្បាលបូមចេញសិនមិនយើងអាចទៅដល់បញ្ហារបស់វាអូខេមកខ្ចៅក្បាលបូមគឺមានខ្ចៅ3គ្រាប់បាទអូខេអញ្ចឹងយើងបន្តទៅដោះអារោបញ្ហាឥឡូវយើងដោះម៉ូទ័រចេញម៉ូទ័រមានខ្ចៅ2គ្រាប់បាទអញ្ចឹងយើងដោះម៉ូទ័រចេញសិនហ្នឹងតមួយយើងទៅដោះអាដេបាក់ហ្នឹងកន្លែងដេបាក់ហ្នឹងអាហ្នឹងចាប់ជាមួយខ្ចៅ3គ្រាប់បាទអញ្ចឹងយើងដោះខ្ចៅ3គ្រាប់ហ្នឹងចេញមកហ្នឹងអញ្ចឹងយើងអាចដកអាហ្នឹងបានហើយបាទអូខេនេះបញ្ហារបស់វាគឺកន្លែងហ្នឹងឯងបាក់កន្លែងហ្នឹងធ្វើឲ្យលាន់បាទអញ្ចឹងហើយក៏លោតលេខកូដ5700ដែរបាទហ្នឹងអញ្ចឹងយើងដោះដូរវាចោលទៅរបស់អញ្ចឹងយើងមិនផ្សារវាទេគ្រឿងបន្លាស់យើងមកកណោដូរវាចោលទៅហ្នឹង
ចឹងយើងដាក់គ្រឿងបន្លាស់ថ្មីបាទហើយចាប់វាខ្ចៅ3គ្រាប់នឹងចូលវិញទៅចាប់ខ្ចៅ3គ្រាប់ចូលវិញបាទអញ្ចឹងយើងដាក់ sensor វិញហើយដាក់ motor ចូលទៅបាទនិយាយទៅយើងដោះកន្លែងណាដាក់កន្លែងហ្នឹងទៅនឹងព្យាយាមចំណាំវាឬក៏មុនយើងដោះយើងអាចថតវាទុកមកប៉ុស្ទៅដើម្បីងាយស្រួលឥឡូវយើងមកខ្ចៅ2គ្រាប់ចូលវិញបាទបន្ទាប់ពីមកខ្ចៅហើយយើងដាក់ស្ពឺចូលវិញមកបាទអាហ្នឹងខាងជីកខ្ញុំហៅខ្ញុំជើងឆ្កែបាទឬក៏ស្ពឺក្រោមកង់អីហ្នឹងហើយបន្ទាប់ពីយើងដាក់រួចហើយយើងដាក់ក្បាលបូមចូលវិញទៅបាទហ្នឹងអញ្ចឹងក្បាលបូមយើងព្យាយាមដាក់វាធ្វើម៉េចឲ្យស្និទ្ធជាមួយនឹងទូម៉ាស៊ីនណាបើមិនអញ្ចឹងទេយើងចាប់ខ្ចៅទៅផិតផើយឬក៏អាចពីក្បាលបូមវាដល់អាចបាក់បែកអញ្ចឹងយើងព្យាយាមចាប់វាស្និទ្ធជាមួយនឹងទូបាទបន្ទាប់ពីចាប់ហើយយើងមកខ្ចៅចូលអស់វិញទៅបាទបន្ទាប់ពីមកខ្ចៅហើយយើងដាក់ម្សៅវាចូលវិញបាទម្សៅហ្នឹងកុំភ្លេចអម្សៅហ្នឹងគឺអាចម៉ាស៊ីន error ដែរបាទហ្នឹងបន្ទាប់ពីយើងចាប់ចូលអស់ហើយយើងបង្វិលវាមើលបន្តិចទៅហ្នឹងវាដើរស្រួលវិញហើយហ្នឹងអូខេបើសិនយើងចាប់អត់ចូលអត់ស្និទ្ធទេគឺដើរទៅរឿងទៀកតឹងអញ្ចឹងយើងអាចដោះម្ដងទៀតតែបើយើងចាប់ចូលស្និទ្ធហើយគឺយើងបង្វិលទៅធូរធម្មតាបាទឥឡូវយើងចាប់ខ្សែវាចូលវិញបាទហ្នឹងហើយរៀបចំខ្សែវាដាក់ចូលវិញវីដេអូមួយនេះខ្ញុំជឿថាបងដែលគាត់អត់ដែលធ្លាប់បោះអាចថាពិបាកមើលបន្តិចបាទហ្នឹងហើយក៏សូមអធិស្ឋានបងដែរហ្នឹងពួកវីដេអូដោះដូរបញ្ហាហ្នឹងខ្ញុំមានដូចជាមានវីដេអូមុនមួយទៀតអញ្ចឹងមើលវីដេអូមុនអាចច្បាស់ជាងវីដេអូមួយនេះបាទចឹងខ្ញុំព្យាយាមចែករំលែកមួយណាដែលខ្ញុំអាចចែករំលែកបានខ្ញុំអាចចែករំលែកជូនបងប្អូនមើលបាទហ្នឹងអូខេឥឡូវយើងចាប់បតចាប់អីចូលវិញទៅដាក់ខ្សែចូលវិញដូចដែលយើងដោះមិនគឺយើងចាប់ចូលវិញអញ្ចឹងទៅបាទយើងដាក់បតចូលវិញទៅហើយមកខ្ចៅវា4គ្រាប់ចូលវិញបាទហើយយើងដុតខ្សែវាចូលវិញតាមកន្លែងរបស់វាទៅបាទចឹងសម្រាប់វីដេអូដែលបងប្អូនអត់តន់បងអត់តន់កន្លែងណាអាចសួរនាំបានបាទអាច comment តាមវីដេអូខាងក្រោមឬក៏អាចទាក់ទងសួរនាំតាម Telegram ឬក៏ Facebook ខ្ញុំដាក់លើហ្នឹងបាទហ្នឹងហើយសម្រាប់ទីតាំងហាងខ្ញុំគឺនៅខាងសៀមរាបបាទនៅសៀមរាបចឹងសម្រាប់បងនៅខាងសៀមរាបគឺងាយស្រួលទេគាត់នៅចិត្តចឹងគាត់អាចយកមកធ្វើដល់កន្លែងបានហ្នឹងហើយសម្រាប់បងគាត់នៅឆ្ងាយខ្ជិលផ្ញើខ្ជិលអីក៏គាត់អាចរៀនគាត់អាចមើលធ្វើតិចតួចបានហ្នឹងអូខេឥឡូវបន្ទាប់ពីយើងចាប់ចូលអស់ហើយយើងដាក់ទូវាចូលវិញបាទហ្នឹងដាក់ចំទូបាតទូវាចូលវិញមកអូខេពេលយើងដាក់ទូចូលស្និទ្ធជាមួយនឹងបាតវាអស់ហើយចាប់ខ្ចៅចូលវិញបាទខ្ចៅវាយូរទូទៅខ្ញុំចាប់តែ5គ្រាប់ទេបាទហ្នឹងហើយដើម្បីងាយស្រួលចុះចូលនៅថ្ងៃក្រោយយើងរៀបខ្សែម៉ាស់វាចូលវិញមកតាមស្រួលបាទអូខេចាប់ខ្ចៅវាចូលវិញអស់ខ្ចៅដែលយើងដោះភ្ជាប់មួយទូប្រហែលគ្រាប់គឺចាប់វាចូលវិញអស់ទៅអាចចាប់ទៅ7គ្រាប់ក៏បានដែរហ្នឹងយើងដោះប្រហែលគ្រាប់ចាប់ប៉ុណ្ណឹងទៅមិនបាច់ធ្វើតាមខ្ញុំទេវាអាក្រក់ព្រោះខ្ញុំទ្រលាប់ចាប់5គ្រាប់វាជាប់ណាស់ហើយវាជាប់ហើយតែសម្រាប់បងគាត់ដោះបានប្រហែលគ្រាប់ចាប់ប៉ុណ្ណឹងទៅហ្នឹងបន្ទាប់ពីយើងដាក់ទូអីចូលអស់ហើយយើងដាក់ scanner ចូលវិញហើយដោតខ្សែ scan បាទខ្សែ scan កន្លែងនេះខ្ញុំថតអត់បានមើលគឺអត់បានឃើញអញ្ចឹងពេលដែលយើងដោះយ៉ាងណាគឺយើងត្រូវដាក់ចូលវិញយ៉ាងហ្នឹងទៅនិយាយទៅប្រភេទខ្សែគឺយើងព្យាយាមប្រយ័ត្នវាបន្តិចទៅបាទហ្នឹងអូខេបន្ទាប់ពីយើងដកខ្សែ scan ចូលហើយសម្អាតវាបន្តិចទៅបាទហ្នឹង
យើងស្អាតហើយយើងតេស្តវាមើលបាទបើកតេស្តមើលទៅហ្នឹងដាក់ខ្សែហើយបើកតេស្តមើលទៅអូខេឥឡូវយើងបើកតេស្តវាមើលបាទឥឡូវ no sol check មើលពណ៌វាបាទគឺបញ្ហាលាន់គឺវាលេងលាន់ហើយបាទអញ្ចឹងវាដំណើរការបានល្អជោគជ័យបាទអូខេអរគុណច្រើនបងដែលតាមដានវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់បាទហ្នឹងហើយក៏សូមអភ័យទោសសម្រាប់ការនិយាយស្ដីទៅវារអាក់រអួលព្រោះខ្ញុំអត់សូវចេះនិយាយទេបាទហ្នឹងអ្វីខ្ញុំចេះអាចចែករំលែកអរគុណច្រើនបង